បងប្អូនបាទយប់នេះពីរង្វាន់អឺរ៉ុបត្រឡប់មកវិញទៀតហើយជាមួយនឹងការប្រកួត Web Play Off ជើងទី2 Europa League Admin មាន3គូពិសេសជូនបងប្អូនបាទធ្វើការលេងបាទគូទី1ការប្រកួតរវាងក្រុមបាទ Gravana Savanda បាទប៉ះជាមួយនឹងក្រុម Lille មកពីបារាំងបាទជើងទី1 Gravana Savanda ឈ្នះ 1-0 យប់នេះលេងក្នុងទឹកដីរបស់ក្រុម Gravana Savanda អញ្ចឹង Gravana Savanda អាចនឹងមានប្រៀបជាមួយនឹង Lille ហើយគូនេះអត់មានក្រុមណាតទេអញ្ចឹងជំរឿគូទី1 Admin រីកកំណត់បងលេងខាងក្រុមម្ចាស់ផ្ទះ Gravana Savanda ទៅ3ប្រកួតចុងក្រោយ Gravana Savanda អត់ដែលចាញ់ទេខណៈដែល Lille ត្រូវតែឈ្នះ1ប្រកួតជាមួយនឹង Ager បាទត្រឡប់មកវិញអញ្ចឹងវាយទៅលើបាទក្រុមម្ចាស់ផ្ទះបាទ Gravana Savanda សម្រាប់លទ្ធផល Admin គេថា1-0ដដែលទេអត់ទៅណាទេហើយចំណែកគូទី2ការប្រកួតនៅបាទអេស្ប៉ាញឯណោះបាទរវាងក្រុម Celta Vigo ប៉ះជាមួយក្រុម Paok មកពីក្រិចជើងទី1បាទ Celta Vigo ឈ្នះ 2-1 យប់នេះលេងក្នុងទឹកដីរបស់ Celta Vigo ទៀតបាទ Celta Vigo ត75បាទអញ្ចឹងបាទគូនេះ Admin ក៏រីកកំណត់បងប្អូនលេងខាងក្រុមម្ចាស់ផ្ទះបាទ Celta Vigo ទៅ Celta Vigo អាចនឹងមានព្រៀបទៀតហើយបាទក្នុងទឹកដីខ្លួនផងណាហើយសម្រាប់លទ្ធផល Admin គេថាគួរតែសម្រាប់លទ្ធផល Admin គេថា Celta Vigo ឈ្នះ 3-1 បាទជាមួយក្រុម Paok នេះបាទចំណែកគូចុងក្រោយវិញបាទការប្រកួតបាទរវាងក្រុម Bologna បាទប៉ះជាមួយក្រុម Brand មកពី Norway ជើងទី1 Bologna ឈ្នះ 1-0 ទៀតហើយបាទយប់នេះលេងក្នុងទឹកដីរបស់អ៊ីតាលីផងមើលទៅបាទក្រុម Brand ទុកមិនរួចទេបាទធ្លាប់តែលេងនៅតំបន់ត្រជាក់ណាប៉ះជាមួយក្រុមនៅអ៊ីតាលីយើងក្តៅដែរអញ្ចឹងគូទី3ចុងក្រោយនេះបាទ Bologna ត75 Admin ក៏រីកកំណត់បងប្អូនលេងខាងក្រុមបាទ Bologna ផងដែរបាទសម្រាប់លទ្ធផល Admin បាទទាថាបាទ Bologna ឈ្នះ 2-0 ជាមួយនឹងក្រុម Brand យប់នេះAdmin មាន3គូនេះបាទជូនបងប្អូនបាទបងប្អូនអាចសម្រេចចិត្តមុននឹងវីដេអូយកសម្រាប់បងប្អូនដែលចង់បានជម្រើសគូល្អៗអាចចូលរួមជាមួយនឹងក្រុមបាល់របស់ Admin តាមរយៈ Telegram link ក្រោម profile អរគុណសំណាងល្អទាំងអស់គ្នាកុំភ្លេចចុច like Subscribe ដើម្បីទទួលបានវីដេអូថ្មីៗជួបគ្នានៅវីដេអូក្រោយ